ណាទៅបាទលោកពូខ្ញុំចង់ដណ្ដឹងអ្នកនាងចរិយាហើយពិតជាសំគ្នាមែនទែនមើលទៅពូអញទាំងពីរនាក់នេះជាគូពីអតីតជាតិហើយមើលទៅសុកចេះរកគ្នាឃើញណចរិយាមិនបានជាឯងសើចចំអកបងស្រីឯងអញ្ចឹងក្មួយប្រោសឯងរងចាំមួយផ្លេតចាំយើងទៅហៅចរិយាមកជួបព្រោះនាងកំពុងតែធ្វើម្ហូបនៅផ្ទះបាយមានបរិមម្នាក់មានខ្លួនជាមនុស្សតែក្បាលជាសត្វកណ្ដុរគេគឺជាកូនលោកសេដ្ឋីសម្បត្តិលោកសេដ្ឋីដែលជាឪពុកតែងតែចង់ឃើញកូនប្រុសរបស់គាត់បានប្រពន្ធប៉ុន្តែបរិសក្បាលកណ្ដុរគេចង់ស្វែងរកប្រពន្ធដោយខ្លួនឯងកុសលកូនពេលណាទើបកូនយកប្រពន្ធទៅនេះពុកចាស់ច្រើនហើយណាឬមួយក៏កូនចាំឲ្យពុកស្លាប់សិនទើបកូនព្រមយកប្រពន្ធនោះអត់ទេមិនមែនអញ្ចឹងទេពុកដោយពុកដឹងស្រាប់ហើយថាខ្ញុំមានខ្លួនជាមនុស្សហើយក្បាលជាសត្វកណ្ដុរតើមានមនុស្សស្រីណាស្រឡាញ់ខ្ញុំដូចស្មន់នោះពួកគេស្រឡាញ់កូនគឺដោយសារតែទ្រព្យសម្បត្តិតែប៉ុណ្ណោះបើអញ្ចឹងកូនឯងប្រុងធ្វើយ៉ាងម៉េចបាទពុកខ្ញុំគិតថាចង់រកប្រពន្ធនៃខ្លួនឯងសូមពុកកុំបារម្ភអីខ្ញុំនឹងតាមរកនារីណាដែលស្រឡាញ់ខ្ញុំស្មោះបើអញ្ចឹងពុកអស់ចិត្តហើយពុកមានតែជូនពរកូនឲ្យជោគជ័យបាទពុកខ្ញុំគិតថាចេញទៅនៅថ្ងៃស្អែកនេះប៉ុន្តែខ្ញុំនឹងលាក់សាវតារបស់ខ្លួនឥឡូវនេះកូនធំហើយការសម្រេចចិត្តបែបណាវាគឺជារឿងរបស់កូនមិនថាលទ្ធផលបែបណាឡើយពុកនៅតែសប្បាយចិត្តហើយពុកជឿថាកូននឹងធ្វើវាបានសម្រេចកុសលបន្ទាប់ពីសន្ទនាជាមួយនឹងឪពុករបស់គេហើយគេក៏បានត្រៀមខ្លួនចេញទៅនៅស្រុកឆ្ងាយដើម្បីស្វែងរកប្រពន្ធនិយាយអំពីភូមិដាច់ស្រយាលមួយមានបរិមម្នាក់ជាអ្នកជួញដូរអង្កាំជារៀងរាល់មួយខែម្ដងទើបគាត់ត្រឡប់មកផ្ទះហើយគាត់ក៏មានកូនស្រី2នាក់ផងដែរម្នាក់គឺជាកូនប្រពន្ធមុននាងមានឈ្មោះថាចរិយានិងម្ដាយកូន2នាក់នេះជាប្រពន្ធចុងនាងមានឈ្មោះថាសោភាម៉ែវាបងចេញទៅជួយអង្កាំលើកនេះរឿងយូរបន្តិចហើយអូននៅផ្ទះកំភ្លេចមើលថែកូនស្រីយើងផងចាលោកបងរឿងនេះសូមលោកបងកុំបារម្ភអីខ្ញុំនឹងស្រឡាញ់ពួកគេស្មើគ្នាចរិយាសោភាឥឡូវនេះពុកទៅហើយណាចាស់ពងសូមឲ្យពុកសុវត្ថិភាពតាមផ្លូវណាបន្ទាប់ពីនិយាយហើយគាត់ក៏បានចេញទៅជួយអង្កាំបាត់ទៅចរិយានាងឯងនៅផ្លឹកអីទៀតឆាប់ទៅដាំបាយធ្វើម្ហូបភ្លាមទៅហើយកុំភ្លេចជូតផ្ទះផងណាវើយមែនហើយនឹងចរិយាបន្ទាប់ពីដាក់បាយធ្វើម្ហូបហើយកុំភ្លេចយកខោអាវយើងទៅបោកផងណាយាយគ្រាន់តែលោកពុកចេញទៅមកតបានប្រមាណផងអ្នកទាំងពីរប្រើខ្ញុំដល់ម្លឹងយ៉ាងម៉េចនាងគឺជាកូនដែលគ្មានម៉ែដូច្នេះនាងគ្មានសិទ្ធិតវ៉ាជាមួយនឹងយើងនោះទេយើងចង់ប្រាប់ថាថ្ងៃនេះនាងត្រូវតែធ្វើការងារផ្ទះឲ្យហើយបើមិនអញ្ចឹងទេយើងមិនឲ្យនាងដេកនៅក្នុងផ្ទះនេះទេវើយតើស្ដាប់បានទេនាងកូនគ្មានម៉ែរឿងដាំស្លសម្អាតផ្ទះខ្ញុំប្រកាសជាធ្វើហើយទោះបីជាអ្នកទាំងពីរមិនប្រើខ្ញុំក៏ដោយប៉ុន្តែសោភាប្អូនស្រីរឿងសម្លៀកបំពាក់ឯងហេតុអ្វីបានជាឯងប្រើឲ្យបងបាក់ឲ្យអញ្ចឹងឯងអាចធ្វើបានដោយខ្លួនឯងតើនាងចរិយាតើអ្នកណាជាប្អូនស្រីរបស់ឯងទៅនេះកុំតែលោកពុកស្រឡាញ់ឯងទេកុំអីយើងមិនឲ្យឯងនៅផ្ទះនេះឡើយមែនហើយកូនសោភាថ្ងៃនេះម៉ែគិតថាចង់ដើរផ្សារបន្តិចតើកូនចង់ទៅទេចាម៉ែខ្ញុំក៏ចង់ទៅដែរខ្ញុំចង់ទិញសម្លៀកបំពាក់ថ្មីខ្ញុំសុំទៅជាមួយផងបានទេខ្ញុំក៏ចង់ទិញសម្លៀកបំពាក់ថ្មីដែរចរិយានាងទៅធ្វើអីនៅផ្ទះធ្វើការនឹងហើយយើងទៅតែពីរនាក់កូនស្រីសំណប់ចិត្តយើងតែប៉ុណ្ណោះបានហើយម៉ែកុំនិយាយតែប៉ែជាមួយនឹងវាអីពួកយើងឆាប់ទៅនឹងឆាប់ត្រឡប់មកវិញផងនិយាយអំពីបរិសក្បាលកណ្ដុរវិញគេបានធ្វើដំណើរកាត់ភូមិជាច្រើនរហូតបានមកដល់ភូមិនេះនៅតាមផ្លូវគេបានជួបសោភានឹងម្ដាយរបស់គេដែលធ្វើដំណើរទៅផ្សារចំណែកបរិសក្បាលកណ្ដុរដោយធ្វើដំណើរផ្លូវឆ្ងាយហៀវហត់នឹងអស់កម្លាំងផងនោះគេក៏បានសាកចិត្តអ្នកទាំងពីរនោះថាអូអ្នកនាងពិតជាមានសម្រស់ស្រស់ស្អាតមែនខ្ញុំធ្វើដំណើរមកពីស្រុកឆ្ងាយពេលនេះខ្ញុំឃ្លានណាស់តើអ្នកទាំងពីរមានអ្វីឆៃទេឲ្យខ្ញុំសុំខ្លះមកហាមនុស្សអីមិនក៏ចម្លែកម្ល៉េះមានក្បាលជាសត្វកណ្ដុរតែខ្លួនជាមនុស្សពិតជាចម្លែកខ្លាំងណាស់មែនហើយកូនស្រីម្ដាយឯងឆាប់ថយចេញឲ្យឆ្ងាយទៅយើងពិតជាខ្ពើមរអើមខ្លួនប្រាណរបស់ឯងខ្លាំងណាស់លោកមានរឿងការចម្លែកហើយមកសុំអាហារពួកខ្ញុំទៀតខ្ញុំឲ្យមានអាហារសម្រាប់ឲ្យអ្នកនោះទេឆាប់ថយចេញឲ្យឆ្ងាយទៅខ្ញុំកំពុងតែប្រញាប់ទៅផ្សារផង
អ្នកនាងត្បិតថាខ្ញុំមានរូបសម្បត្តិអាក្រក់ក៏ពិតមែនប៉ុន្តែចិត្តខ្ញុំមិនអាក្រក់នោះទេហេតុអ្វីបានជាអ្នកទាំងពីរមើលងាយខ្ញុំដល់ថ្នាក់នេះទៅវិញម៉ែមើលអាមនុស្សចម្លែកនេះទៅវាពិតជានិយាយច្រើនណាស់ខ្ញុំធុញមែនទែនបានហើយអាមនុស្សចម្លែកឯងឆាប់ថយចេញទៅពួកយើងណាកំពុងតែប្រញាប់ទៅផ្សារយើងឲ្យមានអាហារសម្រាប់ឲ្យឯងនោះទេតើឯងអាចស្ដាប់ភាសាខ្មែរទេឬកុសលបន្តពីលើពាក្យថ្មេះដៀលបែបនេះហើយគេក៏បន្តដំណើរទៅមុខអូយហត់ខ្លាំងណាស់ខ្ញុំបានបោកខោអាវធ្វើម្ហូបដាំបាយលាងចានរួចអស់ហើយការងារពិតជាច្រើនមែនទែនម៉ែអើយម៉ែខ្ញុំពិតជានឹកម៉ែខ្លាំងណាស់តាំងពីម៉ែចែកឋានទៅខ្ញុំពិតជាឯកោមែនទែនអ្នកម៉េងនិងប្អូនសោភាពួកគេតែងតែធ្វើបាបខ្ញុំនៅពេលដែលលោកពុកមិននៅខ្ញុំចង់បានភាពកក់ក្ដៅពីឪពុកម្ដាយដូចជាគេខ្លាំងណាស់តែមិនអីទេខ្ញុំនឹងតស៊ូជានិច្ចមិនព្រមចោលចេញនឹងព្រេងវាសនាមួយនេះឡើយចរិយាកំពុងតែបោះផ្ទះនឹងរអ៊ូតែម្នាក់ឯងពេលនោះកុសលគេក៏បានដើរចូលមកសួស្ដីអ្នកនាងចាស់សួស្ដីតើលោកម្រូនអ្នកណាដែរនឹងបាទអ្នកនាងខ្ញុំបានធ្វើដំណើរផ្លូវឆ្ងាយដោយហត់ខ្លាំងពេកខ្ញុំស្រេកទឹកខ្លាំងណាស់ខ្ញុំអាចសុំទឹកអ្នកនាងផឹកបន្តិចបានទេចាស់មិនអីទេអញ្ចឹងសូមលោករងចាំបន្តិចណាបន្តពីផឹកទឹកដ៏ត្រជាក់មានក្លិនផ្កាម្លិះដ៏ក្រអូបឈ្ងុយឈ្ងប់ហើយកុសលគេក៏បាននិយាយថាអ្នកនាងតើអ្នកនាងមិនស្អប់ខ្ពើមខ្ញុំទេឬព្រោះខ្ញុំជាមនុស្សចម្លែកដែលមានក្បាលកណ្ដុរហើយខ្លួនជាមនុស្សស្អាតខ្ពើមអីទៅលោកក៏បានធ្វើអាក្រក់ជាមួយខ្ញុំផងនឹងលោកគ្រាន់តែសុំទឹកខ្ញុំផឹកតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយអ្នកនាងក៏ជាមនុស្សដែលមានចិត្តល្អដែរលោកការដែលម្ដាយខ្ញុំនៅរស់គាត់តែងតែព្រាមប្រដៅខ្ញុំច្រើនណាស់គាត់និយាយថាមនុស្សល្អតែងតែមានច្រើនជាងមនុស្សអាក្រក់រឿងរូបសម្បត្តិវាគឺជារបស់ខាងក្រៅនោះទេប៉ុន្តែចិត្តគំនិតទៅវិញទេដែលសំខាន់នោះខ្ញុំអរគុណអ្នកនាងហើយដែលអ្នកនាងមិនស្អប់ខ្ពើមខ្ញុំបន្ទាប់ពីសន្ទនាគ្នារួចហើយកុសលគេហាក់បីដូចជាមានចិត្តទៅលើចរិយាទៅហើយកុសលគេក៏បានសេចក្ដីគិតតែម្នាក់ឯងថាល្អអើយល្អស្អាតអើយស្អាតចិត្តក៏បរិសុទ្ធនារីបែបនេះតើរកឯណាមកព្រៀបផ្ទឹមបានទៅខ្ញុំពិតជាចាប់អារម្មណ៍នឹងនាងខ្លាំងណាស់មួយសប្តាហ៍ក្រោយមកជំរាបសួរលោកពូអ្នកមីងលើកដៃថ្វាយព្រះក្មួយតើក្មួយមកនេះមានការអ្វីដែរបាទលោកពូខ្ញុំមកនេះគឺចង់ដណ្ដឹងកូនស្រីលោកពូធ្វើជាប្រពន្ធបើសិនជាលោកពូអនុញ្ញាតខ្ញុំនឹងនាំចាស់ទុំមកដណ្ដឹងនាងភ្លាមថាម៉េចអាមនុស្សចម្លែកមនុស្សមិនចំមនុស្សសត្វមិនចំសត្វឯងហ៊ានចង់ដណ្ដឹងកូនស្រីយើងផងម៉ែគឺជាម្នាក់នឹងតើដែលយើងបានជួបកាលពីថ្ងៃមុននោះសូមអាហារយើងមិនអោយហើយឥឡូវបែរជាចង់ដណ្ដឹងខ្ញុំធ្វើជាប្រពន្ធទៀតហើយអាកិញគក់ចង្សេសាច់កងានហើយឯងដូចជាស្រមៃខ្ពស់ពេកហើយហេតុអ្វីបានជាឯងមិនឆ្លោះទឹកបឹងមើលមុខខ្លួនឯងបន្តិចទៅកោតតែឯងនិយាយអញ្ចឹងចេញមករួចអត់ទេខ្ញុំអត់បានដណ្ដឹងអ្នកនាងនោះទេអ្នកនាងយល់ច្រឡំហើយបើក្មួយអត់ចាប់អារម្មណ៍សភាទេតើក្មួយចង់ដណ្ដឹងអ្នកណាទៅបាទលោកពូខ្ញុំចង់ដណ្ដឹងអ្នកនាងចរិយាហើយពិតជាសំគ្នាមែនទែនមើលទៅពូអញទាំងពីរនាក់នេះជាគូពីអតីតជាតិហើយមើលទៅសុកចេះរកគ្នាឃើញណចរិយាមិនបានជាឯងសើចចំអកបងស្រីឯងអញ្ចឹងក្មួយប្រោឯងរងចាំមួយផ្លេតចាំយើងទៅហៅចរិយាមកជួបព្រោះនាងកំពុងតែធ្វើម្ហូបនៅផ្ទះបាយមួយសន្ទុះក្រោយមកថាម៉េចលោកចង់ដណ្ដឹងខ្ញុំពិតមែនហើយអ្នកនាងតើអ្នកនាងមិនស្អប់ខ្ពើមខ្ញុំទេឬដែលខ្ញុំមានក្បាលជាសត្វកណ្ដុរហើយខ្លួនជាមនុស្សបែបនេះរឿងរូបសម្បត្តិខ្ញុំមិនប្រកាន់នោះទេប៉ុន្តែពួកយើងដូចជាស្គាល់គ្នាតិចពេកហើយខ្ញុំមិនទាន់ត្រៀមចិត្តយកប្តីទេណាអញ្ចឹងបានន័យថាអ្នកនាងយល់ព្រមហើយមែនទេដែលអ្នកនាងថាស្រឡាញ់ខ្ញុំនោះចាលោកខ្ញុំក៏ស្រឡាញ់លោកដែរប៉ុន្តែខ្ញុំសូមមើលចិត្តគ្នាសិនចរិយានិយាយបានតែប៉ុណ្ណេះស្រាប់តែខ្លួនប្រាណរបស់កុសលបានប្រែកាយទៅជាបរិសុទ្ធដ៏សង្ហាម្នាក់ធ្វើឲ្យអ្នកទាំងអស់គ្នាស្រឡាំងកាំងជាខ្លាំងហេតុអ្វីបានជាមនុស្សកណ្ដុរប្រែកាយទៅជាមនុស្សប្រោដ៏សង្ហាអញ្ចឹងទៅវិញតាមពិតខ្ញុំគឺជាកូនលោកសេដ្ឋីសម្បត្តិដែលមានប្រាក់ច្រើនជាងគេក្នុងអាណាខេត្តនេះប៉ុន្តែដោយសារតែខ្ញុំត្រូវបណ្ដាសាររបស់មេធ្មប់ទើបខ្ញុំខ្លាយទៅជាមនុស្សពាក់កណ្ដាលសត្វពាក់កណ្ដាលចរិយាបងអរគុណអូនខ្លាំងណាស់ដែលអូនព្រមស្រឡាញ់បងដោយទឹកចិត្តបរិសុទ្ធ
បណ្ដាសារនេះត្រូវបានរលាយហើយបងក៏អាចខ្លាយទៅជាមនុស្សរហូតដែរខ្ញុំមិននឹកស្មានតលតែសោះថាអនាគតស្វាមីរបស់ខ្ញុំគឺជាបរិយាអ្នកមានមួយរយៈកាលក្រោយមកពួកគេក៏បានរៀបការជាមួយនឹងគ្នាហើយកុសលក៏បាននាំចរិយាទៅផ្ទះរបស់គេនិងរស់នៅយ៉ាងសុខសាន្តចំណែកសោភានិងម្ដាយរបស់នាងវិញពួកគេមានការស្ដាយក្រោយយ៉ាងខ្លាំងមិនគួរណាមើលរំលងកុសលតលតែសោះ